គាល់ខ្លួនឯងថាខ្លួនឯងមានព្រះដែលអស្ចារ្យហេតុអីទាញការអស្ចារ្យពីព្រះមិនបានចាហេតុអីទាញពពកពីព្រះអត់បានហេតុអីក៏ព្រះមិនឆ្លើយកប់អកឋានយើងអ្វីដែលសំខាន់យើងអត់ទាន់ស្គាល់ខ្លួនឯងយើងអត់ទាន់តែខ្លួនឯងនឹងឆេឆាវហ្នឹងយើងអត់ទទួលស្គាល់តែខ្លួនឯងប្រកាន់ច្រើនហ្នឹងយើងអត់ទទួលស្គាល់តែខ្លួនឯងគេហៅថាមិនទាន់សម្រាប់និស័យចាស់ហងហ្នឹងចាជំនឿកុំយកពាក្យនិយាយថាខ្ញុំជឿ10ឆ្នាំ20ឆ្នាំ30ឆ្នាំអាចជំនឿទាំងអស់ហ្នឹងគេអត់និយាយអ្វីដែលសំខាន់គេមើលផលផ្លែជឿមុនក៏ដោយជឿក្រោយក៏ដោយអ្នកជឿច្បាស់អ្នកនឹងទទួលបានលទ្ធផលហើយចាសម្រាប់អ្វីដែលយើងគួរធ្វើដើម្បីឲ្យព្រះអង្គបានឆ្លើយតបការអធិដ្ឋានយើងត្រូវតែរស់នៅជាកូនល្អរបស់ព្រះចាហើយនំម៉ាណាហ្នឹងគឺជាព្រះពរប្រចាំថ្ងៃដែលព្រះអង្គឲ្យយើងមកគ្រប់នៅពេលដែលយើងព្រះអង្គប្រទានឲ្យយើងលើសលុបពេកវាធ្វើឲ្យយើងមានអំណួតសាច់ឈាមវាធ្វើឲ្យយើងលេងសូវខ្វល់មួយព្រះអង្គពីព្រោះវាបបោហូហៀអញ្ចឹងបងប្អូនជាប្រភេទមនុស្សបែបណាជាប្រភេទដែលព្រះអង្គប្រទានពរឲ្យច្រើនហើយពេញដោយភាពអំណួតឬមួយក៏ព្រះអង្គដាក់មកគ្រប់ស្រ័យដល់ព្រះចានេះខ្ញុំលើកទឹកចិត្តបងប្អូនទាំងអស់គ្នាថាសម្រាប់ខ្ញុំទទួលបានពីព្រះអង្គខ្ញុំទទួលស្គាល់ខ្លួនឯងនៅពេលដែលព្រះអង្គចាប់ផ្ដើមប្រទានពរឲ្យខ្ញុំខឹកខ្ញុំចាប់ផ្ដើមហូហៀបបោអញ្ចឹងជំនឿខ្ញុំចាប់ផ្ដើមថយហើយពីព្រោះយើងមានអីគ្រប់យ៉ាងហើយយើងមិនសូវទាំងពឹងស្រ័យដល់ព្រះទេតែនៅចាប់ផ្ដើមខ្ញុំចាប់ផ្ដើមធ្លាក់ចុះអីតិចតួចអញ្ចឹងខ្ញុំចាប់ផ្ដើមស្រ័យដល់ព្រះអង្គវិញហើយអញ្ចឹងជំនឿខ្ញុំកើនឡើងអញ្ចឹងបានខ្ញុំទទួលស្គាល់ខ្លួនឯងថាបើសិនជាព្រះអង្គអនុញ្ញាតប្រទានពរឲ្យជីវិតខ្ញុំបបោហូហៀលើសលុបពីការរំពឹងទុកខ្ញុំអាចនឹងឆ្ងាយពីព្រះខ្ញុំអាចនឹងថមថយពីព្រះអញ្ចឹងបានខ្ញុំយល់ពីស្គាល់ខ្លួនឯងមានតែខ្ញុំស្គាល់ខ្លួនឯងខ្ញុំចាប់ផ្ដើមស្កប់ចិត្តចាអញ្ចឹងនៅពេលនេះក៏ដោយបានខ្ញុំឃើញបងប្អូនទាំងអស់គ្នាពេលខ្លះអត់ទទួលស្គាល់ខ្លួនឯងទេថានៅពេលដែលខ្លួនឯងមានបាននៅពេលដែលខ្លួនឯងដោះបំណុលរួចលក់ដាច់ឆឹកហើយនឹងសាច់ឈាមពេញបបោបងប្អូននឹងភ្លេចព្រះជាមិនខានតែអ្នកខ្លះនៅតែអត់ទទួលស្គាល់ខ្លួនឯងចឹងឆែកមើលខ្លួនឯងឆែកហើយឆែកទៀតថាបើសិនជាថ្ងៃនេះព្រះដោះបំណុលបងប្អូនព្រះឲ្យបងប្អូនលក់ដាច់លើសពីការរំពឹងទុកព្រះឲ្យអ្វីគ្រប់យ៉ាងនៅលើផែនដីទៅកាន់បងប្អូនតើបងប្អូននៅតែស្និទ្ធស្នាលមួយព្រះទៀតទេបើសិនជាបងប្អូនមិនមែនមានគ្រប់យ៉ាងហើយនៅតែស្រឡាញ់ព្រះនឹងឲ្យបងប្អូនប៉ុន្តែសម័យចុងក្រោយនេះបងប្អូនត្រូវដឹងថាព្រះប្រទានទៅត្រឹមនំម៉ាណាសម្រាប់យើងទេអញ្ចឹងសម្រាប់យើងជាគ្រីស្ទបរិស័ទអ្វីដែលយើងគួរធ្វើប្រើជំនឿប្រើជំនឿបើកភ្នែកមកព្រះអង្គកូនសូមឲ្យព្រះអង្គប្រទានពរដល់កូនតាមអ្វីដែលគេថាមកគ្រប់មកល្មមដែលកូនអាចនេះបានកុំឲ្យពេលដែលឲ្យកូនលឹះពេកកូនអាចនឹងឆ្ងាយពីព្រះបើសិនជាឲ្យកូនតិចពេកកូននឹងពិបាកមែនទែនព្រះអង្គអញ្ចឹងសូមព្រះអង្គប្រទានពរឲ្យកូនតាមបំណងផានតិព្រះកុំឲ្យតាមចិត្តកូនបើតាមចិត្តកូនគឺបបោហូហីហើយលឹះនៅពេលដែលលឹះវាធ្វើឲ្យយើងចាប់ផ្ដើមឆ្ងាយពីព្រះអង្គហើយចាហើយបងប្អូនឃើញហើយនៅលោកីនេះបើភ្នែកឡើងគឺគេត្រូវទិញផ្លែឈើសែនគេត្រូវបន់ស្រន់គេត្រូវទូគេត្រូវតាមសុំអ្វីដែលជាសាសនាគេអញ្ចឹងពេលខ្លះគេទៅវិបស្សនារកស្ងប់រកសុខរកផ្លូវចិត្តពេលខ្លះគេទៅរកមនុស្សដែលមានឋានៈបុណ្យស័ក្តិទូនីតិលើសគេទៅសុំឬមួយក៏គេសុំជំនួយគេសុំយោបល់គេសុំរបៀបក្នុងការ connection រស់ស៊ីអញ្ចឹងទៅចាហើយមានវិធីច្រើនប៉ុន្តែសម័យនេះមនុស្សគេហៅថាឃើញមនុស្សខ្លាចហើយគេខ្លាចបើសិនជាអ្នកធំគេខ្លាចអ្នកទូចមកតោងស៊ីចាហើយបើអ្នកទូចខ្លាចអ្នកធំគៀបស៊ីអញ្ចឹងមនុស្សចាប់ផ្ដើមខ្លាចមនុស្សហើយមនុស្សណាដែលគិតតែប្រយោជន៍គឺគេរាប់អានមើលតែប្រយោជន៍ទេហើយមនុស្សណាដែលអត់ចង់បានប្រយោជន៍ពីគេគឺតែរាប់អានគេស៊ីពីយើងហើយអញ្ចឹងបងប្អូនជាមនុស្សបែបណាជាមនុស្សដែលទៅណាឃើញតែប្រយោជន៍គេឬមួយជាមនុស្សទៅណាដែលគេគៀបស៊ីបងប្អូនអញ្ចឹងសម្រាប់យើងជាអ្នកជឿព្រះអង្គឲ្យយើងមានខ្នាតព្រះអង្គអត់ឲ្យយើងល្ងងពេកអត់ឲ្យយើងឆ្លាតពេកអត់ឲ្យយើងចិត្តល្អពេកអត់ឲ្យយើងគេហៅថាជឿគេពេកទេអញ្ចឹងមិនយើងមានព្រះយើងត្រូវមានខ្នាតមានន័យថាល្អប៉ុន្តែល្អក្នុងមួយដែលការពារខ្លួនឯងចានឹងថឹងចាចិត្តដាច់នៅពេលដែលមនុស្សណាដែលនាំឲ្យយើងវិនិច្ឆ័យមនុស្សណាដែលធ្វើឲ្យយើងកាន់តែដើរថយក្រោយមនុស្សណាដែលធ្វើឲ្យយើងដើរផ្លូវមួយដែលឆ្ងាយចេញពីព្រះអង្គចាហើយសារនេះគឺខ្ញុំចង់លើកទឹកចិត្តថាបើសិនជាចង់បន់ព្រះឲ្យព្រះអង្គបានជួយបងប្អូនឲ្យលក់ដាច់ឲ្យធ្វើអ្វីចេះតែព្រះឆ្លើយបងប្អូនត្រូវឆែកខ្លួនឯងថាតើខ្ញុំស័ក្តិសមឲ្យព្រះអង្គជួយនៅជីវិតខ្ញុំស្អាតនៅជីវិតខ្ញុំស្ដាប់បង្គាប់ព្រះឬទេតែខ្ញុំនៅតែបះបោបើសិនជាព្រះអង្គតើការសុំរបស់បងប្អូននឹងយកទៅធ្វើអីខ្ញុំសុំដើម្បីចូលបាការាអូខេខ្ញុំសុំដើម្បីទៅជួយមនុស្សមិនល្អខ្ញុំសុំដើម្បីធ្វើរឿងអត់ល្អឬមួយខ្ញុំសុំដើម្បីធ្វើរឿងល្អបើសិនជាបងប្អូនរស់នៅជាម្នាក់ដែលស្រឡាញ់គ្រប់កោតខ្លាចម្នាក់ព្រះជាម្នាក់ដែលលើកមុខព្រះគឺបងប្អូនសុំអីក៏ព្រះអង្គប្រទានពរឲ្យដែរតែបើសិនជាបងប្អូនជាម្នាក់ដែលរស់នៅបថោកព្រះមានន័យថាពាក្យថារស់នៅឲ្យគេឃើញព្រះគ្រីស្ទនៅក្នុងយើងកុំរស់នៅឲ្យគេឃើញគេហៅថាអរិយសាស្ត្រតាំងនៅក្នុងយើងណាបងប្អូនគ្រីស្ទបរិស័ទគឺមានពីរប្រភេទទី1គេនិយាយថាពួកអាអ្នកជាព្រះសិតតែអញ្ចឹងអាមួយហ្នឹងតាំងពីជឿព្រះមកគឺចាប់បដ ாய் មានមួយទៀតមានព្រាបរិស័ទប្រភេទទៀតដែលគេនិយាយថាម្នាក់ហ្នឹងតាំងពីជឿព្រះមកដូចល្អដូចកែដូចត្រឹមត្រូវចាម្នាក់ហ្នឹងគិតទៅអ្នកជឿព្រះល្អណាគិតទៅអ្នកជឿព្រះចឹងខ្ញុំប្រាប់ថាគ្រីស្ទបរិស័ទអ្នកជឿព្រះមានពីរប្រភេទគេសម្លឹងមកយើងជាប្រភេទមនុស្សបែបណាបើបងប្អូនទៅណាមកណាឮតែពាក្យគេថា
ពួកអាអ្នកយេស៊ូហើយនឹងតាំងជាយេស៊ូមកឬចេះគេឌីលយើងគេថាយើងមានន័យថាយើងរស់នៅបថោកមុខព្រះគេគ្រាន់តែឃើញព្រះកុំបន្ទោសព្រះអ្វីដែលយើងត្រូវធ្វើឆែកខ្លួនឯងមនុស្សខ្លះគេថាប៉ុណ្ណឹងអត់ឆែកខ្លួនឯងទៀតនៅតែថាដោយសារតែខ្ញុំជឿព្រះយេស៊ូមកពីគេស្អប់ខ្ញុំដោយសារខ្ញុំជឿព្រះអង្គអត់ទេចាយើងព្រះយើងល្អណាស់ប៉ុន្តែយើងរស់នៅបថោកព្រះទៅទទួលស្គាល់ហើយមួយទៀតហេតុអីគេមនុស្សគេឃើញតែជឿព្រះមួយគេសរសើរមួយគេឌីលដោយសារយើងរស់នៅឲ្យគេឌីលចាអ្នកហេតុអីគេជឿព្រះឲ្យគេសរសើរដោយសារយើងរស់នៅឲ្យគេសរសើរមនុស្សធ្លាប់ខូចមនុស្សធ្លាប់ខិលមនុស្សធ្លាប់និយាយប៉ាតណាមប៉ាតណីមនុស្សធ្លាប់ចង្អេងចង្អាងតាំងពីជឿព្រះមកស្លូតបូតស្មោះត្រង់សុភាពរៀបសារស្រឡាញ់មនុស្សជុំវិញខ្លួនធ្វើការតន់ម៉ោងចាគោរពឲ្យតម្លៃមនុស្សជុំវិញខ្លួនគេថាអូយហេតុអីអ្នកជឿព្រះយេស៊ូល្អម្ល៉េះតែយើងតាំងពីយើងជឿព្រះមកខ្មើតចាណានិយាយប៉ាអត់បានឬមួយក៏ចេញមកតពីខុសគេខុសឯងអាងតែមានព្រះសង្គ្រោះអាងចេះអាងចុះអូយព្រះខ្ញុំព្រះពិតព្រះខ្ញុំអស្ចារ្យអ្នកឯងស្អីស្អីចុះនរកស្អីស្អីហោហាយចឹងឌីលគេថាគេណាមិនឈឺណាមិនមួមកក្តៅកាហាយចឹងបាទខ្ញុំប្រាប់បងប្អូនថារស់នៅឲ្យមានខ្នាតរស់នៅឲ្យនិយាយអីឲ្យយើងចេះគិតហើយចេះគោរពមនុស្សជុំវិញខ្លួនចាអញ្ចឹងបាទខ្ញុំប្រាប់បងប្អូនថាឆែកខ្លួនឯងឆែកទៀតបើសិនជាជីវិតបងប្អូនទៅណាមកណាឬតែគេឌីលយើងឬតែគេថាយើងឬតែគេស្អប់យើងមានតែយើងដើរផ្លូវមិនត្រឹមត្រូវហើយថ្នាក់ដឹកនាំយើងការជ្រើសរើសជំនឿរបស់យើងការរៀនរបស់យើងការស្គាល់ព្រះរបស់យើងគឺមិនត្រឹមត្រូវទេអញ្ចឹងបងប្អូនត្រូវបដូរផ្នត់គំនិតហើយកែប្រែខ្លួនឯងបន្ទាបខ្លួនចោះចូលមួយព្រះអង្គខ្ញុំសូមឲ្យព្រះអង្គតម្រង់ផ្លូវខ្ញុំសូមឲ្យព្រះអង្គកែប្រែខ្ញុំសូមឲ្យព្រះអង្គឲ្យខ្ញុំជួបអ្នកណាមួយដែលបង្រៀនពីព្រះអង្គដល់ត្រឹមត្រូវហើយខ្ញុំនឹងផ្លាស់ប្រែហើយខ្ញុំនឹងឲ្យព្រះអង្គឆ្នៃកូនឲ្យកូនគេថាគ្រាប់ពូជបើអ្នកមិនស្លាប់ទេយើងនឹងមិនបង្កើតផលទេគ្រាប់ពូជមួយគ្រាប់បើមិនងាប់ទេវានឹងមិនបង្កើតផលដូចស្រូវមួយចិត្តតលតែគេហៅថាជីវិតចាស់យើងបានស្លាប់ជីវិតឌៀលជីវិតថាជីវិតខ្មើជីវិតគេហៅថាលួចបន្លំរោស៊ីបោកប្រាស់រោស៊ីមិនត្រឹមត្រូវភ្នែកអញ្ចឹងមិនគ្រប់ចាកុហកចាបន្លំគ្រប់សពបែបយ៉ាងអតិថិជនគេលេងទិញយើងហើយចាដៃគូសហការគេលេងទុកចិត្តយើងហើយទោះបីកំពូលព្រះអីក៏ដោយព្រះមិនដែលបង្រៀនឲ្យយើងធ្វើអញ្ចឹងទេតែយើងតែដល់បងប្អូនរស់នៅជីវិតអញ្ចឹងហើយគេមិនឌីលបងប្អូនគេឌីលព្រះចាអាហ្នឹងខ្ញុំប្រាប់ថាចង់បានពោចង់ឲ្យព្រះឆ្លើយតបតបងប្អូនរស់នៅលើកមុខព្រះគឺមានន័យថាភ្នែកអញ្ចឹងឲ្យច្បាស់លាស់រោស៊ីឲ្យត្រឹមត្រូវនិយាយម៉ាត់ណាម៉ាត់ហ្នឹងអតិថិជននិយាយធ្វើម៉េចសេចក្តីប៉ັດចាអញ្ចឹងបាទខ្ញុំលើកទឹកចិត្តបងប្អូនថាគឺជាកលឹះតិចទូទេរស់នៅប្រចាំថ្ងៃតែយើងមើលរំលងយើងគិតថាអត់អីបិទបពោការកៀងសេដ្ឋកិច្ចការបញ្ហាទាំងអស់គឺដោយសារយើងមើលរំលងអានតិចហ្នឹងឯងហើយអ្វីដែលខ្ញុំចែកម្លេចគឺឆ្លងកាត់បទពិសោធន៍ខ្ញុំអត់ត្រឹមត្រូវជាងបងប្អូននេះខ្ញុំអត់ចេញមកទេវតាល្អអត់ខ្ចោះទេគ្រប់យ៉ាងដែលខ្ញុំចែកម្លេចខ្ញុំភ្លក់ផ្ទាល់ថាខ្ញុំនឹងវាខុសបែបណាចាខ្ញុំនឹងវាជួបរឿងអីគេខ្លះខ្ញុំនឹងធ្លាប់ឌឺមួយព្រះអង្គម្ដងធ្លាប់ប្រើកម្រិតសាច់ឈាមម្ដងធ្លាប់បាច់ម្ដងខ្ញុំឆ្លងតេស្តខ្លួនឯងឆ្អែតបានខ្ញុំមកប្រាប់បងប្អូនថាបើបងប្អូនមិនព្រមទទួលស្គាល់ភាពខ្សោយខ្លួនឯងមិនព្រមទទួលស្គាល់ចំណុចខ្វះខាតខ្លួនឯងមិនព្រមស្លាប់នៅក្នុងវិស័យបាបទេរស់ជាថ្មីនៅក្នុងវត្តមានព្រះទេបងប្អូនរកនគរព្រះអត់ឃើញទេរកសេចក្តីសុខសាន្តអត់ឃើញរកព្រះពរពិតគាត់អត់ឃើញហើយនំអាណាប្រចាំថ្ងៃក៏លែងមានសម្រាប់បងប្អូនដែរចាមើលលោកីរាល់ថ្ងៃលោកីបងប្អូនត្រូវដឹងថាលោកីរាល់ថ្ងៃកំពុងដេញតាមនៅអ្វីដែលយើងមានចាបងប្អូនជាគ្រីស្ទបរិស័ទបងប្អូនជាអ្នកដែលជឿព្រះពិតបងប្អូនមានគ្រាប់ពេជ្រដ៏មានតម្លៃមានព្រះដែលមានតម្លៃមានសេចក្តីសង្គ្រោះទៅឋានសួគ៌ free ដែលអត់ចំណាយលុយអាចហៅថាសុំអ្វីបាននឹងមាត់ទឹកតើបងប្អូនជាម្នាក់ដែលអាចធ្វើរឿងទាំងអស់ហ្នឹងបានទេមានព្រះដែលអស្ចារ្យតែបងប្អូនអាចធ្វើអីបានសោះមានន័យថាបងប្អូនពិតជាខាត់លោកីគេកំពុងដេញតាមអ្នកខ្លះទៅវិបស្សនាអ្នកខ្លះលះកាត់អស់ហើយអ្នកខ្លះបួសអ្នកខ្លះកោសក់អ្នកខ្លះលះបង់ទ្រព្យសម្បត្តិដើម្បីគេដេញរោភាពបរិសុទ្ធដេញរោព្រះពិតដេញរោគេហៅថាភាពស្ងប់សុខពិតតែគេរកអត់ឃើញដោយការគេស្គាល់ព្រះអត់ពិតតែយើងមានព្រះពិតហេតុអីយើងអត់ជួបរឿងអស្ចារ្យទាំងអស់ហ្នឹងចាអញ្ចឹងត្រូវមុតហេតុអីអត់ស្គាល់គ្រាប់ពេជ្រខ្លួនឯងដែលមានតម្លៃព្រះដែលខ្លួនឯងដែលមានតម្លៃចាគេពេលខ្លះគេលះកាត់ជាងយើងទៀតលោកគេលះកាត់ជាងយើងទៀតគេរត់ឃើញតែបងប្អូនមានព្រះដែលអស្ចារ្យហេតុអីបងប្អូនអត់ចេះឆ្នៃណាអត់ព្រមស្វែងរកដេញនៃគេហៅថាការអស្ចារ្យមួយហ្នឹងខ្ញុំប្រាប់ថាខ្ញុំស្គាល់ព្រះខ្ញុំជួបការអស្ចារ្យរាល់ថ្ងៃហេតុអីមនុស្សគ្រប់គ្នាអត់ជួបការអស្ចារ្យដោយសារតែគាត់អត់ទាន់សម្រាប់និស្ស័យបាបចាស់ហើយគាត់គេហៅថាមែនឬមិនមែនថ្ងៃណាជឿខ្លាំងក៏ជឿថ្ងៃណាមិនជឿក៏អត់ជឿចាថ្ងៃណាជំនឿធ្លាក់ខ្សោយសង្ស័យព្រះថ្ងៃណាជំនឿខ្លាំងទៅហាឡេលូយ៉ាមួយព្រះអង្គចាតើជំនឿបងប្អូននៅណាចាហើមស្រកចាពីពេលនេះទៅខ្ញុំប្រាប់បងប្អូនណាព្រះឲ្យបងប្អូនសម្រេចចិត្តថាជឿឬមិនជឿបើជឿឲ្យដល់សេចក្តីពិតជឿឲ្យទាញការអស្ចារ្យពីព្រះបើមិនជឿឈប់ជឿទៅជឿអីផ្សេងកុំលំកុំសើជំនឿលំជំនឿសើជំនឿអត់មានការសម្រេចចិត្តស្មើនឹងអត់ជឿអត់បានអីទាំងអស់ចាអត់បានអីទេទៅលោកីក៏គេឌីលមកនគរព្រះក៏ខកចិត្តជាមួយមនុស្សខកចិត្តជាមួយអ្នកជឿព្រះដូចគ្នាទៀតខកចិត្តរឿងជាច្រើនអញ្ចឹងបានខ្ញុំប្រាប់ខ្ញុំតែងតែលើកទឹកចិត្តបងប្អូនទាំងអស់គ្នានិយាយដូចស្ដីនិយាយដូចថាមនុស្សខ្ញុំប្រាប់ថាមនុស្សតែគេលេងនិយាយគេអត់ស្រឡាញ់ទេ
ខ្ញុំដោះឲ្យរួចហើយខ្ញុំមានសេរីភាពហើយខ្ញុំយល់សាច់ការអស់ហើយខ្ញុំមកចែកម្លេចទៅកាន់បងប្អូនមិនមែនចង់ស្ដីចង់ថាខ្ញុំស្រឡាញ់ខ្ញុំចង់ឲ្យបងប្អូនភ្លក់អាហ្នឹងស្គាល់ខ្លួនឯងថាខ្លួនឯងមានព្រះដែលអស្ចារ្យហេតុអីទាញការអស្ចារ្យពីព្រះមិនបានចាហេតុអីទាញពពកពីព្រះអត់បានហេតុអីក៏ព្រះមិនឆ្លើយកោបអកថានយើងអ្វីដែលសំខាន់យើងអត់ទាន់ស្គាល់ខ្លួនឯងយើងអត់ទាន់តែខ្លួនឯងហ្នឹងឆេឆាវហ្នឹងយើងអត់ទទួលស្គាល់តែខ្លួនឯងប្រកាន់ច្រើនហ្នឹងយើងអត់ទទួលស្គាល់តែខ្លួនឯងគេហៅថាមិនទាន់សម្រាប់និស័យចាស់ហ្នឹងចាជំនឿកុំយកពាក្យនិយាយថាខ្ញុំជឿ10ឆ្នាំ20ឆ្នាំ30ឆ្នាំអាចជំនឿទាំងអស់ហ្នឹងគេអត់និយាយអ្វីដែលសំខាន់គេមើលផលផ្លែជឿមុនក៏ដោយជឿក្រោយក៏ដោយអ្នកជឿច្បាស់អ្នកនឹងទទួលបានលទ្ធផលហើយចាជឿព្រះអង្គបងប្អូនមើលអ្នកចែករំលែកនៅក្នុង social media ច្រើនណាស្រុកខ្មែរយើងពេលដែលអ្នកដែលជឿដោយព្រលឹងវិញ្ញាណពិតជឿដែលចេញពីចិត្តគេចែករំលែកមកភាសាគេ unit គេតែម្ដងភាសាគេការនិយាយគេគឺចេញដោយព្រះវិញ្ញាណគឺជាគេហ្មងចាតែបើជំនឿបែបសាសនាជំនឿបែបតគ្នាជំនឿបែបគ្រូនិយាយមកស្ទាយគ្រូហ្នឹងហ្មងមានន័យថាគ្រូគេនិយាយស្ទាយមិនគេនិយាយរបៀបលើកដាក់សំឡេងរបៀបគេហៅថាដូច copy paste វាមិនមែនចេញដោយព្រះវិញ្ញាណវាគ្រាន់តែធ្វើស្ដីឬគ្រូនិយាយឲ្យនិយាយតខ្លួនឯងអត់ប៉ះពាល់ខ្លួនឯងអត់ភ្លក់ខ្លួនឯងអត់យល់សាច់ការហ្នឹងទៀតខ្លួនឯងពេលខ្លះយល់តែមេរៀនអត់ប្រព្រឹត្តទៀតអាហ្នឹងហើយបានការចែករំលែកហ្នឹងវាអត់មានពេញដោយព្រះវិញ្ញាណវាធ្វើអត់ឲ្យអត់បានប៉ះពាល់ដល់វិញ្ញាណអ្នកស្ដាប់អត់ទទួលបានការផ្លាស់ប្រែចុះហេតុអីបងប្អូនឃើញអ្វីដែលខ្ញុំចែករំលែកចេញមកគឺវាខុសគេខុសឯងវាមានតែឯងពីព្រោះខ្ញុំចែករំលែកវាពីជាពិសោធន៍វាជាខ្ញុំមិនមែនគេហៅថាទៅរៀនពីគ្រូជោគជ័យណាទេខ្ញុំនិយាយខ្ញុំពិសោធន៍ខ្ញុំមានថ្នាក់ដឹកនាំខ្ញុំគាត់ចែករំលែកប៉ុន្តែខ្ញុំអត់ការ copy ផាសពាក្យគាត់ទេខ្ញុំយល់ពីមូលដ្ឋានគ្រឹះខ្ញុំយល់ខ្ញុំផ្លាស់ប្រែខ្លួនឯងហើយខ្ញុំចាប់ផ្ដើមនិយាយនៅអ្វីដែលជាគេហៅថាអារម្មណ៍ខ្ញុំគឺការប៉ះពាល់ដោយព្រះវិញ្ញាណរបស់ខ្ញុំការចែកម្លែកពេញដោយព្រះវិញ្ញាណគឺអ្នកស្ដាប់ដោយវិញ្ញាណនិងសេចក្តីពិតគេនឹងទទួលបានការដោះលែងពិតប្រាកដចាអញ្ចឹងបាទខ្ញុំប្រាប់បងប្អូនទាំងអស់គ្នាថាបងប្អូនជាគ្រីស្ទានដូចខ្ញុំបងប្អូនជាបងប្អូនខ្ញុំចាទោះបីយើងមិនបានជួបគ្នាផ្ទាល់យើងមិនបានចរចាគ្នាផ្ទាល់ប៉ុន្តែយើងស្គាល់គ្នាក្នុងវិញ្ញាណនិងសេចក្តីពិតចាអញ្ចឹងបងប្អូនទាំងអស់គ្នាវីដេអូនេះគឺគ្រាន់តែខ្ញុំចង់លើកទឹកចិត្តបងប្អូនទាំងអស់គ្នាថាសម័យកាលនេះបើបងប្អូនមិនរត់ដេញតាមជំនឿទេមិនរត់ដេញតាមព្រះអង្គទេហើយមិនស្គាល់ព្រះឲ្យច្បាស់ទេហើយបើអត់សុំបញ្ញាពីព្រះអង្គទេបងប្អូនរោប្រមាណក៏គេបោកខ្ទេចដែរចាបងប្អូនរោប្រមាណក៏សម្រេចចិត្តខុសដែរចាពេលវេលានេះបើបងប្អូនខ្សោយជំនឿដេញតាមជំនឿពេលដែលបងប្អូនមានជំនឿស្គាល់ព្រះឲ្យច្បាស់ស្គាល់ព្រះឲ្យច្បាស់មានការសម្រេចចិត្តត្រឹមត្រូវជំនឿបងប្អូនខ្លាំងបងប្អូនមានដើមតិចតែបងប្អូនប្រាជ្ញាបងប្អូនមានបងប្អូនអាចពង្រីកដើមទុនបានតែបើបងប្អូនប្រាជ្ញាខ្សោយការសម្រេចចិត្តខ្សោយគ្រាន់ថ្ងៃសូម្បីតែការសម្រេចចិត្តអីក៏អត់មានស្អីក៏អត់យល់ស្អីក៏អត់ដឹងអាហ្នឹងមកពីណាអាហ្នឹងស្អីគេបងប្អូនមានលុយប្រហែលក៏ពួកលោកកៃវាបោកបងប្អូនខ្ទេចដែរខ្ញុំប្រាប់ចាអញ្ចឹងបាទខ្ញុំប្រាប់ថាពីពេលវេលានេះគឺអ្វីដែលសុំពីព្រះអង្គគឺប្រាជ្ញាព្រះអង្គសុំប្រាជ្ញាសុំព្រះអង្គឲ្យកូនបានឆ្លាតឲ្យកូនបានដឹងមនុស្សណាគួររាប់មនុស្សណាមិនគួររាប់អ្វីគួរនិយាយអ្វីមិនគួរនិយាយចាទង្វើអីគួរធ្វើអ្វីមិនគួរធ្វើចេះទុកមេរោគធំបំផុតខ្ញុំប្រាប់បងប្អូនណាដែលនាំឲ្យបងប្អូនចង្រៃនាំឲ្យបងប្អូនធ្លាក់ចុះនាំឲ្យបងប្អូនជួបរឿងវិនិច្ឆ័យគឺមនុស្សជុំវិញខ្លួនខ្សែផ្គប់មនុស្សចេញគឺវិញខ្លួនឲ្យបច្ច័តចាខ្ញុំប្រាប់ថាបច្ច័តបំផុតមនុស្សជុំវិញខ្លួននៅក្បែរមនុស្សបែបណាវិញ្ញាណម្នាក់ហ្នឹងនឹងចូលបងប្អូនចានៅក្បែរមនុស្សបកែកុហកថ្ងៃក្រោយបងប្អូននឹងកុហកនៅក្បែរមនុស្សទើសបងប្អូននឹងពេញដោយភាពទើសនៅក្បែរមនុស្សគេហៅថាពេញដោយសេចក្តីសុខពេញដោយភាពរីករាយពេញដោយគេហៅថាវិញ្ញាណគេខ្លាំងវិញ្ញាណគេពេញដោយព្រះវិញ្ញាណនៃព្រះបងប្អូននឹងទទួលបានការហូរពីគេមកចាអញ្ចឹងនៅពេលដែលបងប្អូនត្រូវខ្ញុំប្រាប់ថាបើអត់ចេះអីថាមិនដឹងខ្យល់អីសោះបណ្ដោយក៏ត្រូវធ្វើម៉េចប្រយ័ត្នមួយមនុស្សចាមនុស្សពេលខ្លះខំប្រឹងសម្អាតណាខ្ញុំលះកាត់ណាខ្ញុំអធិដ្ឋានណាខ្ញុំលន់តួណាបងព្រះអង្គអើយកូនសុំឲ្យព្រះអង្គប៉ុន្តែបងប្អូនដឹងមិនទេលន់តួខ្លួនឯងស្អាតហើយតែអង្គុយស៊ីត្រាវមួយអាមនុស្សមិនលន់តួទៅដើរជាមួយអាមនុស្សមានបាបទៅប្រកបជាមួយអាមនុស្សអត់សាច់ការទៅធ្វើរឿងជាមួយអាមនុស្សដែលប្រព្រឹត្តមិនខុសបាបតបែហូរចូលអត់ចេះចប់មិនបាច់ខំប្រឹងសម្អាតទេចាមិនបាច់ខំប្រឹងសម្អាតទេចាំបាទខ្ញុំប្រាប់បងប្អូនថាខ្សែផ្គប់មនុស្សឲ្យប្រយ័ត្នដើរជាមួយមនុស្សស៊ីអារម្មណ៍បងប្អូននឹងស៊ីហើយដើរជាមួយអាមនុស្សលបែងថ្ងៃក្រោយនឹងលបែងដើរជាមួយអាមនុស្សផឹកគឺផឹកហើយចាអញ្ចឹងរាល់ថ្ងៃខ្ញុំប្រាប់ថាបើអត់ចេះប្រយ័ត្នខ្លួនអត់ចេះខ្សែផ្គប់ជាមួយមនុស្សអត់ចេះមើលមនុស្សទេអត់ចេះញែកខ្លួនអត់ចេះសម្អាតខ្លួនឯងទេបែកខំប្រឹងនេះទេទៅងើបអត់ឡើងហ្មងពីព្រោះមេរោគមនុស្សជុំវិញខ្លួនអារឿងចង្រៃដែលរឿងដែលគេធ្វើជុំវិញខ្លួនវានឹងនាំប្រមូលផលឲ្យមនុស្សឲ្យយើងខ្ញុំប្រាប់ថាកុំតាំងខ្លួនជាព្រះយើងមិនមែនព្រះបើយើងបានជួយគេកុំយកបន្ទុកឲ្យគេរងថ្ងៃកុំឲ្យរាប់ថាខ្ញុំបានជួយគេខ្ញុំអាត្មានិយមព្រះបង្កើតយើងមកយើងដោះស្រាយរឿងយើងដោះខ្លួនឯងឲ្យចេញសិនមុននឹងតាំងខ្លួនជាព្រះជួយគេស្អីបើខ្លួនឯងជួយមិនទាន់រួចផងហ្នឹងចាកុំឲ្យអារៈវាបោកថាខ្ញុំមិនជួយគេទីគេថាខ្ញុំអាត្មានិយមតែអាណាថាទៅចាវាមិនដែរយើងមិនជួយគេយើងអត់បានយកបន្ទុកឲ្យវាផងយើងអត់បានដាក់បញ្ហាឲ្យវាផងហេតុអីវាត្រូវស្អប់យើងចាអាវាយករឿងមកឲ្យយើងហើយយើងមិនដោះស្រាយវាអត់អាក្រក់ផងទៅជាយើងអត់បានដោះស្រាយរឿងវាអាក្រក់អានេះអញ្ចឹងកុំរាប់អីសោះចាមនុស្សដែលយកតែរឿងបញ្ហាមកឲ្យយើងកុំចេះឆ្ងាយពីជីវិតយើងតិចខ្ញុំប្រាប់បងប្អូនជាពិសោធន៍ខ្ញុំអាមនុស្សជួយគេអត់រើសមុខអាមនុស្សគិតរឿងគេអត់រើសមុខអាមនុស្សគិតតែពីគេអត់ខ្វល់ខ្លួនឯងខ្ញុំដើរឆ្អែតហើយអាហ្នឹងមេរៀនហ្នឹងសំខាន់បំផុតចំណងជើងវាគឺស្អីគេវិញ្ញាណហ្នឹងគឺកុំតាំងខ្លួនជាព្រះ
ខ្ញុំតាំងខ្លួនជាព្រះរាប់ឆ្នាំហើយខ្ញុំចែករំលែកបទពិសោធន៍ខ្ញុំប្រាប់ថាបងប្អូនខ្លះគេស្ដាប់ខ្ញុំហើយគេថាខ្ញុំអាត្មាខ្ញុំបងប្អូនតិចទៀតបងប្អូននឹងដូចខ្ញុំហើយតអស់គេហៅលហាមក្រហើយរហាមជាពាក់បុលគេហើយខ្ចីលុយសងពួកអស់នឹងទៀតថ្ងៃក្រោយទៅចាំអាអ្នកដែលយើងជួយអាណាខ្លះគេជួយបងប្អូនអត់មានសំបីតែមួយចាខ្ញុំចែករំលែកនេះស្ដាប់ហើយខឹងស្អប់ពិចារណាទៅខ្លួនឯងទៅចាបើលឺហើយអាចប៉ះពាល់ក្នុងអារម្មណ៍អីជួយ like ជួយ share ចែកម្លែកតគ្នាទៅពីព្រោះមានមនុស្សតិចណាស់ដែលគេយកមកចែកម្លែកចឹងអ្នកខ្លះគេសង្ងំសុកតែគេទេតែខ្ញុំចេះតែស្រឡាញ់បងប្អូនខ្ញុំនៅវាមិនសុកព្រះអង្គប៉ះពាល់ខ្ញុំ3 4ថ្ងៃខ្ញុំប្រាប់ថាអូខ្ញុំចេះនិយាយពេលខ្លះនិយាយទៅគេដែរថាគេជ្រិញឥឡូវជ្រិញខ្ញុំដឹងហើយប៉ុន្តែព្រះប៉ះពាល់ខ្ញុំនិយាយអស់ដើម្បីឲ្យបងប្អូនបានស្វាងជាមួយអរិយសាតាំងតិចចាអរិយសាតាំងវានឹងបងប្អូនហើយចង់បានមេរៀនអីចង់ដឹងពីរូបមន្តអីបងប្អូនអាចចែកម្លែកនៅក្នុង comment នឹងបានហើយបើគាត់ថាមេរៀនខ្ញុំប៉ះពាល់សូមជួយ share តគ្នាទៅដើម្បីឲ្យបងប្អូនដទៃបានស្ដាប់ផងចាសូមព្រះប្រទានពរ